កាត់ណាគុណម្ចាស់ក៏បីបានជ្រាបអំពីយោនិសោមនសិការៈដ៏ល្អរបស់ព្រះបរមពុរិស័ទទាំងហើយតែដែលបានប្រាប់សម្បត្តិមកហើយចេះមានត្រេះរិះពិចារណាដោយឧបាយត្រូវទំនងថាដែលអាត្មាអញបានប្រាប់សម្បត្តិនេះគឺបានមកដោយសារបុណ្យដោយសុចរិតកម្មដោយការធ្វើទានជាដើមដូច្នេះអាត្មាអញត្រូវតែប្រឹងប្រែងឲ្យរឹងរឹតតែក្រៃដេញឡើងថែមទៀតហ្នឹងឯដែលស្មារតីណាទៀតមិនឲ្យដើម្បីធ្លាក់ដុនដាមទៅកាន់អបាយភូមិទៅរកសេចក្តីវិន័យវិញឡើយដែលបានមកប៉ុណ្ណេះរួចពីអបាយភូមិហើយក៏ត្រូវតែប្រឹងប្រែងបំពេញសេចក្តីល្អតទៅទៀតព្រោះយើងមានកំណើតជាមនុស្សហ្នឹងជាដើមទុនចឹងព្រមតែដោយទ្រព្យសម្បត្តិក៏មានសទ្ធាក៏កើតឡើងគឺថាល្អណាស់ជាមង្គលដល់ប្រសើរហើយទៀតព្រះបរមពុរិស័ទនឹងជ្រាបច្បាស់ក្នុងរឿងនឹងធ្វើទានអត់សំចៃទៀតឲ្យហើយឲ្យទៀតឲ្យតលតែមែនទេដល់ចាស់ជរាទៅផ្ដាំកូនទៀតចូលកូនកុំប្រមាទកុំធ្វើប្រហែសនៅក្នុងការធ្វើទានណាតំណតវងពីបៃតាទៅនឹងកូនត្រូវធ្វើតាមឪពុកដែលធ្លាប់តែបានឲ្យទានជានិច្ចរាល់ថ្ងៃហើយទ្រព្យសម្បត្តិរបស់លោកចថេចិត្តតែហូរចូលទៅដោយមុខរបររបស់គាត់ដែលមានដូចជាស្រែចម្ការដែលឲ្យទាសាទាស័យទៅធ្វើទៀតអ្នកបំរើអីហ្នឹងហើយមានការចិញ្ចឹមគោក្របីអីហ្នឹងសពគ្រប់ចេះតែបានចំណូលចូលហើយដោយផលនៃកសិកម្មទៅហើយដោយផលនៃការចិញ្ចឹមគោទៅហើយមានចំនួនជួញប្រែអីដែលសមគួរដែលជាសម្មាអាជីវៈហ្នឹងចិត្តតែបានចិត្តតែហូរចូលឡើយហើយធ្វើតដល់កូនទៀតក៏មិនចេះអស់ទៀតចេះតែបានធ្វើរាល់តែថ្ងៃអញ្ចឹងហ្នឹងក្នុងមួយថ្ងៃ6សែនមួយថ្ងៃ6សែនក្រោយអំពីព្រះបរមពុរិស័ទអស់ពីជន់ទៅដោយអំណាចកុសលកម្មដ៏សន្ធឹកសន្ធាប់ក៏នាំឲ្យបដិសន្ធិជាព្រះឥន្ទទៀតជាសកទេវរាជនៅនាឋានតាវតឹងហើយក្នុងកាលនោះតំណតមកកូនដែលបានយកចិត្តទុកដាក់ដោយសេចក្តីមិនប្រមាទធ្វើទានតាមបិតាទៀតនឹងតាមឪពុកគឺព្រះបរមពុរិស័ទនឹងសពគ្រប់ក្រោយពីអស់ជីវិតទៅនឹងមុននឹងអស់ជីវិតនឹងផ្ដាំកូនផ្ដាំដោយព្រះបរមពុរិស័ទយ៉ាងឲ្យប្រឹងប្រែងក្នុងការធ្វើទាននឹងកុំមានសេចក្តីប្រមាទផ្ដាំចឹងដល់អស់ជីវិតទៅក៏បានទៅកើតជាទេវបុត្រនៅនាឋានប្រចាំទៀតប្រចាំយើងសពថ្ងៃហ្នឹងទៀតមានវិមានរបស់ទេវបុត្រឈ្មោះចន្ទៈទេវបុត្រក្នុងកាលនោះនឹងទេវបុត្រមាននៅនាឋានប្រចាំប៉ុន្តែប្រកាសណាគុណម្ចាស់ក៏បីបានជ្រាបថាសូម្បីមានអ្នកវិទ្យាសាស្ត្រសពថ្ងៃទៅដល់ឋានប្រចាំនោះក៏ពុំអាចឃើញវិមានទេវតាឃើញទេវបុត្រនោះយ៉ាងណាដោយឃើញមនុស្សផងគ្នាទេព្រោះនេះគឺជាកំណើតដែលវិចិត្រទៅដោយបុណ្យកុំចាំបាច់ពោលថ្មីដល់ទៅទេវតានៅឋានខ្ពស់ឯនោះសូម្បីតែទេវតាដែលជាភូមិទេវតាដែលជារុក្ខទេវតាដែលមានវិមាននៅនឹងដើមឈើនៅនឹងទីកន្លែងណាក៏មិនអាចងាយដើម្បីនឹងឃើញបានឡើយសម័យពុទ្ធកាលនៅនឹងខ្លោងទ្វារផ្ទះរបស់អនាថបិណ្ឌកសិទ្ធិជាប្រកដីក៏មាននៅតាមដើមឈើនៅតាមគុហាភ្នំញក់ភ្នំអីមានទាំងអស់ទៀតហើយថានឹងទេវតាទៅចុះសូម្បីតែប្រែតក៏មនុស្សធម្មតាដែលមានភ្នែកធម្មតាមើលពុំឃើញឡើយព្រះអង្គទ្រង់បានឃើញពពួកប្រែតនៅនាភ្នំកិច្ចកោតច្រើនណាស់ទទួលផលវិបាករបស់បាបយ៉ាងណាតាំងតែពីព្រះអង្គទើបតែត្រាស់ដឹងនៅនឹងគល់ពោធិព្រឹក្សម្លេះតែព្រះអង្គពុំត្រាស់សម្ដែងពីព្រោះថាកាលដែលព្រះអង្គសម្ដែងទៅហើយគេមិនជឿព្រះអង្គគេអត់ជឿព្រះហើយការដែលមិនជឿព្រះនឹងជាបាបខ្លាំងជាបាបច្រើនម្ល៉េះហើយព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ដូចជាធម្មចក្រកបវត្តនសូត្រហើយនឹងអនុពពីកថាអរិយសច្ចធម៌យ៉ាងណាពុទ្ធបរិស័ទបានឃើញធម៌បានឃើញព្រះដូចជានៅក្នុងការជីកដំបូកអញ្ចឹងយកបាបយកអកុសលលះបង់នៅ
កុសលនឹងចឹងទៅទីបំផុតបានឃើញព្រះព្រោះតែបានឃើញធัวទៀតដល់តែបានឃើញព្រះត្រូវតែជឿព្រះដោយបញ្ញាខ្លួនឯងដោយសទ្ធាខ្លួនឯងម្ល៉េះក្នុងការដែលជឿព្រះនោះយ៉ាងណាមានទំហំធំធេងណាស់ដោយអាស្រ័យការដែលបានឃើញព្រះពិតប្រាកដនឹងម្យ៉ាងទៀតបុគ្គលដែលអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនាក៏បានឃើញនៅបដិច្ចសមុបាទធัวទៀតម្ល៉េះហើយឃើញកម្មដែលកើតអំពីអវិជ្ជាអំពើកម្មនឹងឯងជាពូជនរកពូជប្រែតពូជទេរឆានអសុរកាយក្នុងកម្មនឹងពូជមនុស្សពូជទេវតាប្រអិនប្រព្រំយ៉ាងណាឃើញនៅក្នុងកម្មនឹងទាំងអស់ម្ល៉េះហើយផលវិបាកដែលត្រូវកើតអំពីកម្មដោយវិបាកបដិសន្ធិដែលនាំឲ្យមាននាមរូបក្នុងភពថ្មីអីហ្នឹងមិនឆ្ងល់មិនសង្ស័យឡើយព្រោះហេតុតែបានឃើញធម៌ពិតមែនតែមិនបានមើលដោយភ្នែកធម្មតាឃើញវិមានទេវតាឃើញភូមិទេវតារុក្ខទេវតាឃើញប្រែតយ៉ាងណាតែក៏ជាការបានជឿច្បាស់ថាមានពិតកំណើតទាំងអស់ហ្នឹងព្រោះត្រាស់ដឹងបដិច្ចសមុបាទធម៌ហើយបដិច្ចសមុបាទធម៌ហ្នឹងមិនកន្លងផុតវិស័យគុណចាស់ញាតិញោមប្រុសស្រីដែលមានឧបនិស្ស័យទេណាអប់រំសិទ្ធដ្ឋានវិបស្សនាអាចត្រាស់ដឹងបានអាចឃើញបានអំពីការកើតឡើងនៅអភិសង្ខារគឺកម្មដែលមានអវិជ្ជាជាបច្ច័យហើយនឹងត្រូវឃើញផលវិបាករបស់កម្មយ៉ាងណាដោយបញ្ញារបស់កណាគុណម្ចាស់ទៀតនឹងអញ្ចឹងដូច្នេះគឺថាមានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងច្បាស់នៅក្នុងសុធាភោជនៈនឹងដែលជាព្រះជាដកនឹងហើយកណាគុណម្ចាស់ជ្រាបថាតើចន្ទៈទេវបុត្រនឹងបានមកជាបុគ្គលណានឹងខ្ញុំកណាខ្ញុំបាទនឹងសម្ដែងសរុបនៅការប្រជុំជាដករបស់ព្រះដ៏មានព្រះភិក្ខនៅក្នុងពេលបន្តិចទៀតនេះនៅពេលជាប់ព្រះជាដកនឹងខ្ញុំកណាខ្ញុំបាទនឹងបានជាព្យាយាមសម្ដែងនៅព្រះជាដកនេះដើម្បីបញ្ជាក់សេចក្តីត្រង់ដែលព្រះកុមារកស្សបៈលើកយកព្រះចាំនឹងព្រះអាទិត្យហើយបញ្ជាក់អំពីទេវបុត្រដែលនៅនាឋានប្រចាំនឹងព្រះអាទិត្យនោះមកជាបញ្ហាសួរដល់ព្រះបាទបាយាសិទាំងហើយចំពោះបុត្រណាទាំងកូនរបស់ចន្ទៈនោះកូនរបស់ចន្ទៈបន្តមកទៀតនោះណាទៀតណាក៏បានបំពេញនៅវត្តបរិបត្តិទៅតាមវងត្រកូលអំពីបិតាអំពីជីតាមកក្នុងការធ្វើទានទៅសពថ្ងៃអញ្ចឹងនឹងអស់ជីវិតទៅក៏បានទៅជាទេវបុត្រនៅក្នុងឋានព្រះអាទិត្យទៀតឈ្មោះសុរិយៈទេវបុត្រនឹងមានទេវបុត្រដោយកម្លាំងទេជះអានុភាពខ្លាំងក្លាអាចមានវិមាននៅក្នុងព្រះអាទិត្យបានទៀតទោះជាមានកម្ដៅខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែអានុភាពរបស់ទេវបុត្រដែលថាសម្រេចតែដោយបុណ្យអាចនៅបានណាទៀតរឿងរិទ្ធពិសេសមានទៀតមិនចាំបាច់និយាយអំពីរឿងបុណ្យដែលនាំឲ្យមានសុរិយៈទេវបុត្រទេសូម្បីតែអភិញ្ញាដែលបុគ្គលត្រូវបានសម្រេចអាចដើម្បីស្ទាបព្រះអាទិត្យបានទៀតនឹងដែលសម្ដែងដោយបដិហានៃសាវករបស់ព្រះដ៏មានព្រះភិក្ខទៀតអាចសម្ដែងបដិហាស្ទាបព្រះអាទិត្យបានទោះជាក្តៅប៉ុណ្ណាក៏ដោយនឹងរឿងនេះគឺជារឿងដែលជាអាកំបាំងសម្រាប់បឋិជនម្ល៉េះហើយអាចទៅជាមានការយល់ខុសដោយប្រការផ្សេងប៉ុន្តែយើងជាពុទ្ធបរិស័ទទោះជាមិនបានដឹងនៅក្នុងរឿងទាំងអស់ហ្នឹងប៉ុន្តែថាសំខាន់គឺការដែលយើងសិក្សាក្នុងបរមត្តធម៌នៃជីវិតយើងសពថ្ងៃដើម្បីត្រាស់ដឹងនៅសេចក្តីពិតក្នុងជីវិតរឿងសំខាន់គឺឲ្យបានជ្រាបច្បាស់នៅរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌដែលពុំមែនជាតួខ្លួនយើងទៀតដែលក្នុងលោកនេះទោះជាអ្នកប្រាជ្ញវិទ្យាសាស្ត្រប៉ុណ្ណាក៏ដោយក៏មិនអាចដើម្បីចេះច្បាស់នៅក្នុងរឿងឧបាទានខណ្ឌដែលជាអនត្តាពុំមែនជាតួខ្លួនដែរនឹងប៉ុន្តែបុគ្គលដែលទទួលយកឱវាទរបស់ព្រះសម្មាសម្ពុទ្ធប្រព្រឹត្តបរិបត្តិអាចដើម្បីចេះដឹងបានណាទៀតនឹងបន្តមកទៀតកូនរបស់សុរិយៈទេវបុត្រដែលកាលនៅអំពីមនុស្សណាទៀតណា
បានបំពេញវត្តបរិបត្តិបន្តទៅទៀតទៅនឹងផ្ដាំកូនទុកតទៅទៀតទៅក្រោយពីអស់ជីវិតទៅក៏បានកើតជាមេត្តល័យទេពសារថីរបស់ព្រះឥន្ទមេត្តល័យទេវបុត្រទៀតហ្នឹងផ្ដាំកូនតទៅទៀតកូនប្រព្រឹត្តវត្តបរិបត្តិដ៏ល្អប្រពៃតាមឪពុកនឹងទៀតទៅក្រោយពីអស់ជីវិតទៅក៏បានទៅកើតជាបញ្ចសិក្ខៈទេវបុត្រហ្នឹងដែលយើងហៅថាកន្ធប់ហ្នឹងមានកន្ធប់ឈ្មោះបញ្ចសិក្ខៈទេវបុត្រទាំងបានប្រមាណអង្គហើយបើអិនមួយអង្គចន្ទៈទេវបុត្រមួយអង្គសុរិយៈទេវបុត្រមួយអង្គ3អង្គហើយទេណាមេត្តល័យទេពសារថីនឹងមួយអង្គទៀត4ហើយនឹងបញ្ចសិក្ខៈទេវបុត្រ5អង្គទៀតក៏ណាទៀតប៉ុន្តែអនិច្ចាទៀតចំណែកកូនរបស់បញ្ចសិក្ខៈកន្ធប់ទេវបុត្រស្រាប់តែមិនបានគោរពតាមវង្សត្រកូលរបស់បិតារបស់ជីតារបស់ជីទួតធំដឹងក្តីឡើងស្រាប់តែគិតថាឪយើងតាយើងនឹងជាមនុស្សល្ងងខ្លៅមានដឹងអីសោះទ្រព្យសម្បត្តិប្រម៉ែប្រមូលមកបានដោយលំបាកហើយស្រាប់តែមកឲ្យខ្ជិះខ្ជាយអស់ដល់អ្នកដទៃមិនអ្នកទាំងអស់ហ្នឹងមិនប្រឹងប្រែងស្វែងរកដោយខ្លួនឯងទៅកើតទៅជាមច្ឆរិយៈកំណាញ់ស្វិតស្វាញមែនទែនទៀតរហូតដល់មានឈ្មោះថាមច្ឆរិយៈកោសិយៈសេដ្ឋីមានឈ្មោះយ៉ាងសេដ្ឋីនឹងកំណាញ់ស្វិតស្វាញណាស់នឹងមានប្រពន្ធមានកូនអីហូរហែបន្តមកនាំឲ្យអ្នកដតីនឹងទៅរើរោងទៀនទាំង6កន្លែងទៀនដុតចោលខ្ទេចខ្ទីអស់ពួកអ្នកសុំទៀនមកតាមកន្លែងដែលធ្លាប់សុំនឹងសុំតកូនតចៅមែនហ្នឹងហើយអ្នកខ្លះក៏អត់ខ្សត់ទៅក៏ចិត្តតែសុំទៅបន្តមកទៅយំស្រែកកន្លែងរោងទៀនហ្នឹងថាម៉េចក៏លោកសិទ្ធិធ្វើអញ្ចឹងធ្វើឲ្យតំណវងរបស់សប្បុរសដែលធ្លាប់តែធ្វើទៀននឹងឲ្យវិន័យវិន័យខូចខ្ទេចខ្ទីអស់អញ្ចឹងសូមឲ្យលោកសិទ្ធិនឹងឯងបន្តវងក្នុងការធ្វើទៀនអំពីបិតាអំពីជីតាបន្តមកហើយក៏មានការពោលទោសមច្ឆរិយៈសិទ្ធិហ្នឹងទៀនពោលទោសច្រើនបែបច្រើនយ៉ាងណាម៉េះទេដៀលឲ្យដល់អញ្ចឹងទៅសេដ្ឋីហ្នឹងគាត់ខ្មាស់គេដែរគាត់ចាត់ឲ្យមានអ្នកយាមតាមរោងទៀនហ្នឹងកុំឲ្យពួកអ្នកសុំទៀនហ្នឹងមកជ្រួលច្បល់ទៅឈូចឆតាមរោងទៀនតែមកបណ្ដេញចេញឲ្យអស់ទៅហ្នឹងគាត់ខ្មាស់គេផងគាត់ខឹងនឹងអ្នកដែលខ្មាស់ទេដៀលគាត់នោះលោកសេដ្ឋីកំណាញ់ហ្នឹងណាទៀនហ្នឹងបុគ្គលទី6ណាទៀនតមកគឺថាស្រាប់តែអញ្ចឹងហ្មងដោយអយោនិសោមនសិការៈរួចទៅក្នុងពេលមួយនោះដែលត្រូវទៅស្គាល់ព្រះរាជាធ្វើដំណើរទៅដើម្បីនឹងទៅបបួលអនុសិទ្ធិគឺមិនទាន់ជាសិទ្ធិអីពេញលេញទេគ្រាន់តែថាប្រុងប្រៀបដើម្បីជាសិទ្ធិព្រមមានទ្រព្យសម្បត្តិមិនតាន់គ្រប់មិនតាន់បានទទួលឆាប់ពីព្រះរាជាដើម្បីទៅស្គាល់ព្រះរាជាបានពីអ្នកអនុសិទ្ធិទៅដល់ទទួលពេលនោះអនុសិទ្ធិជាមួយនឹងភរិយាហើយនឹងបុត្រាបុត្រីកំពុងតែបរិភោគនៅអាហារដោយអាហារក្នុងកាលនោះគឺបាយបាយាសដែលអង្គនឹងដាំលាយជាមួយទឹកដោះហើយមានទឹកឃ្មុំមានស្ករគ្រួសទៀតផងគ្រាន់តែទៅឃើញគេបរិភោគបាយយ៉ាស់ប៉ុណ្ណឹងស្រាប់តែស្រក់ទឹកមាត់ច្រោកស្រក់ទឹកមាត់ទទួលពេលនោះអនុសិទ្ធិក៏អញ្ជើញមកលោកបងជើញពិសាជាមួយពួកខ្ញុំមកអីនោះប៊ីសតែងទៅបរិភោគជាមួយគេចឹងកំពុងតែស្រក់ទឹកមាត់ស្រាប់តែគិតថាបើអញទៅបរិភោគជាមួយគេទៅថ្ងៃក្រោយគេទៅលេងផ្ទះអញត្រូវតែអញទទួលគេអញ្ចឹងវិញហើយកុំបរិភោគអីហ្នឹង cái chết人tôi thếច្រើនពេកទៀតទួយទេច្រើនពេកទៅ
có ban pol tha đấy nhóm tập để bo được phô rồi mấy nó vừa nơi ai tinh để bo nó nè chơi bị xa tới còn nơi chạm kề nó sợ từ mặt trao nâng prap chẳng prap là sợ từ mặt trao mà chẳng nâng nòng cầm tí nó tiền nâng chẳng mình hiền tha ơi lơ thế cao để ban từ qua pre chia rồi hai tiền hay từ lóp màu vinh chẳng tới từ lóp từ xe vinh chùm nong để trong bo được phô bài giá nó trong ọt bát tiền trong hay ọt hiền prap của buôn côn ọt hiền prap nè na nè này ấy thế rồi để prap tớiแต่เกดดำนึงมุกแต่เห็นหาวตรับสบัดให้จังอัดเฮียนปรับเกตีดนะกำนังได้ปนังเด่นนั่งนึกเคยเอาปกนึกเคยกีตาเอาไอ้เกอ้อไอ้เลยอันจับดาวผมโมเลยบานเรื่องรถแต่ชราลางวิ่งจังคือเตยแต่กำนังจังกวดนึงในขนมอัตกถาเชียดอกนึงสำได้ทากวดนึงเสียเปียขอเอาก็เครียดได้เกตบ้านพี่สมบ่อเชอพี่พลายเชอนะเรียบเปียนจังไอ้การชัดเนาะชัดเพียงขนาดไอ้ระเตจีนู้ระเข้ากระค่าไอ้ปลอกระไดเด็กกดปีศาเนาะใบกระจงก็เลี้ยจีมุยกันตัวจีมุยนั่งตึกมาจู่ปลอกระไดกดเมาปีศาได้ปนอะไรใบก็กระจงเลี้ยกันตัวที่เตียนไอ้เลี้ยจีมุยตึกมาจู่ตึกชั่วตึกมาจูตึกไอ้ตึกเปิลตึกไอ้นั่นปนังบ้านนะมาลอยดอตึกกัดนึกจังปีซาป่ายยางจังกดอัดเฮียนอีเย่จำนองกดคลังเป๊กระโคตรดอแต่สโกมเตียมจำนองคลังนะดอแต่สโกมจังเตยนึกเคยป่ายยางเสียวตึกมัดมาจังรู้มันเฮียนปรับเก๋สโกมตอนแต่การเราเลื่องเทียดนะเตียนเรื่องแต่ง่ายครูนกอดนั้นออกกำลังเลยให้ละให้ก็เติมสำราญในเลยเกรกระบายเชียงก่อนเติมเพียรเย่บอกกอดกับแบนโจเตยจะบัดใดจะบัดเจอสู้แต่ปกเวให้เจ้าชื่อไอ้กำลังกายนั้นสเกียงสโกมให้สมบอลเรื่องจังเมียนโรคไอ้มาเว้ยยังเมียนกาดโรคไอ้เต้มันกาดไอเต้ปกเวียโกนสดายเอาเหรอไอ้หรือก่อเมียนจุ่มน้องจ้องบ้านไอ้เหรอบ้านจะสิงจุบสิงเชิงจังจ้องน้องจ้องแต่สิงจุบสิงเชิงนะพอแต่พอปวนกวดน้องกึศใครโลแต่โกนน้องไอ้สดายเอาหรือก่อถ่าเจียเปียสิงได้เหมือนกัวซ่อมไอ้ปีนัดนาสะซัวสอบกรุบเต้สะซัวสอบกรุบเต้ก็บานโปแรงถ่าอย่างจังเมนนั่งนะรุ่ยกรอนท่าปนั้นชอบเย่ต่อทีละชอบเย่พอปวนสูตีจะปลุกวิไอจังไอ้ไม่กำปรับเขี้ยวม้านี่ปรับไม่วิไอเต้ใครเย่ปรับเก๋แต่จำเมื่อเปียนั่งเบิกเขี้ยวมันนี่เย่ปรับเก๋บ้านอันนั้นเขี้ยวมันนี่เย่มันตอนประกอบด้วยนะเบิกเขี้ยวอาจจะไม่มันนี่เย่ปรับเก๋บ้านเขี้ยวมันนี่เย่เต้ก็อดเย่กับฟังใส่ใครโน้ตเย่เต้ประปวนก็นั่งโยเตนี่เย่ดาวเตประปวนนั่งเจแต่สู้ปกเวียปรับมาnó cóปรับtới mai bây giờ ngày một năm nữa nhóm từ qua về chia nó từ tia anh cũng sẽ thấy ở khởi cái body pose nè bài ra nó thật chong ơi chong ở cái hai body pose đấy phân tay mình hiên từ body pose thế cái lô cái màu tia dương vĩnh bộ ba đầm từ tua kế về o hai trọt dương nắng cònท่าปนังสับแดงที่จุ่มนั่งระบาดคลุนปนังแบบปวนเลงมั้งถ้าจะปกเวไอนั่งเวครอนะเต้ยสังไงนั่งจำขยมดำใจเอาเนี่ยสลบจังอ้อบริโภคมาดองเนี่ยปวนทานจังเต้ลูกสิไทยนั่งนะประกาศนาคุณยาเชียร์ทำไมเจถ้าโดยแบบปวนนั่งไหวขบ้าเกิดมาจำบองจังได้ลือแบบปวนทานจังให้คำคราวน้อง
ខឹងក្រោតឆ្លើយទៅវិញម៉ែវាឯងដាំទ្រព្យសម្បត្តិដែលម៉ែវាឯងយកមកហើយទៅចែកឲ្យអ្នកនគរទាំងអស់ទៅស្រែកទៅវិញអញ្ចឹងប្រពន្ធដឹងថាប្តីខឹងហើយបញ្ជួសកសោកឲ្យយកទ្រព្យសម្បត្តិខ្លួនឯងដែលបានពីតកូលមកដាំខឹងអញ្ចឹងកុំឲ្យវាមានរឿងរ៉ាវអីក៏ហ្នឹងហើយចាំខ្ញុំដាំគ្រាន់តែថាចែកចាយអ្នកដែលនៅតាមផ្លូវចិត្តខាងផ្ទះយើងហ្នឹងប្តីហ្នឹងលោកសិទ្ធិហ្នឹងក៏ថាឲ្យអ្នកទាំងអស់ហ្នឹងបានប្រយោជន៍អីអ្នកណាមានអីបរិភោគខ្លួនឯងប៉ុណ្ណឹងទៅប្រពន្ធហ្នឹងក៏មិនតបអីអញ្ចឹងគ្រាន់តែអ្នកជុំវិញផ្ទះយើងណាប្រមាណ7ជួរផ្ទះអីប៉ុណ្ណឹងយើងចែកឲ្យបានហើយ7ជួរផ្ទះរាប់ពីផ្ទះហ្នឹងទៅ7ផ្ទះហើយជុំវិញមានតិចអីទេលោកសិទ្ធិក៏ថាឲ្យបានប្រយោជន៍អីថាអញ្ចឹងឲ្យបានប្រយោជន៍អីអញ្ចឹងឲ្យតែចុះឲ្យតែពុកវាឯងបានប្រសើរជាមួយខ្ញុំដាំជូនទៅលោកសិទ្ធិថាបាយបញ្ញះនេះមិនសមគួរដល់ម៉ែវាឯងទេហ្នឹងដល់ទៅនឹងទាំងដល់ទៅប្រពន្ធខ្លួនឯងហ្នឹងក៏ថាមិនសមគួរដែរណាបើចង់តែគាត់ហ្នឹងណាបានជាគាត់មិនដាច់ចិត្តនិយាយប្រាប់សោះដល់អញ្ចឹងប្រពន្ធហ្នឹងសុខចិត្តថាអញ្ចឹងចុះតាមតែពុកវាឯងចុះនឹងខ្ញុំដាំជូនពុកវាឯងមិនម៉ាច់ម៉ែវាឯងដាំក៏បានដែររៀបចំឲ្យខ្ញុំមកកប៉ុណ្ណេះទឹកដោះប៉ុណ្ណេះទឹកខ្មុំប៉ុណ្ណេះមកខ្ញុំយកទៅដាំក្នុងព្រៃកុំឲ្យបឋមក្លិនដល់អ្នកផ្ទះយើងណានឹងក៏ចាត់ចែងវិច្ចនិងសម្ពុតវិច្ចខ្ចប់រួចចូលទៅក្នុងព្រៃមែនទេឲ្យមានអ្នកបម្រើតែម្នាក់ទៅវិច្ចពង្វិច្ចឲ្យអ្នកបម្រើទៅតាមនឹងតែប្រពន្ធមិនឲ្យទៅផងទៀតកំណាញ់ដល់តែប៉ុណ្ណឹងណារៃលោកប្រពន្ធដាំទៅវាចង់ធ្លក់អីចឹងទៅវាអស់កូនអីនឹងវាទាទៅឲ្យអ្នកបម្រើរៀបចំចង្ក្រាននៅក្បែរស្រះមួយក្នុងព្រៃរួចស្រួលបួលទៅណែអ្នកឯងទៅជាមផ្លូវចូលមកណោះហើយមានអ្នកណាមកឆាប់ប្រាប់យើងហើយទៅយាមផ្លូវបាត់គាត់ដាំខ្លួនគាត់មែនទេដាំខ្លួនគាត់នឹងប្រកាត់ភ្លើងកាត់អីដាក់ឆ្នាំងដាំកលាយទឹកដោះលាយអីដាំចឹងទៅក្នុងការនោះក៏អិនទេតែអិននឹងឯងក៏បានត្រួតត្រាពិចារណាសម្បត្តិរបស់ព្រះអង្គទៅដោយដែនដីនេឋានតើបតឹងប្រមាណជា10000យោជន៍ដោយវិជ្ជយន្តប្រាសាទដោយសាលាសទ្ធមាដោយអាសនៈថ្មទន់អីនឹងសពគ្រប់ចឹងទៅពិចារណាឃើញការដែលយើងសម្បត្តិបានសម្បត្តិទាំងអស់នេះគឺដោយសារផលនៃការធ្វើទានរបស់យើងនឹងពិចារណាទៅឃើញចឹងសេរីសម្បត្តិដ៏រុងរឿងណាទៀតរួចទៅក៏ពិចារណាដល់ទៅកូនពិចារណាដល់ទៅកូនក៏ឃើញថាកូនរបស់យើងនឹងបានមកជាចន្ទទេវបុត្រនៅឋានប្រចាំហើយបន្តទៅកូនរបស់ចន្ទទេវបុត្រដែលបានប្រព្រឹត្តវត្តបរិបត្តិតាមវងត្រកូលក៏បានមកជាសុរិយទេវបុត្រនៅនឹងឋានព្រះអាទិត្យនឹងពិចារណាឃើញអញ្ចឹងជ្រាបអញ្ចឹងសពគ្រប់ទៅកូនរបស់សុរិយទេវបុត្រនឹងក៏បានមកជាមេត្តល័យទេវបុត្រហើយកូនរបស់មេត្តល័យទេវបុត្រនឹងបានមកជាបញ្ចសិក្ខទេវបុត្រចារណាហួសពីនឹងទៅដល់កូនបញ្ចសិក្ខទេវបុត្រឃើញជាអសប្បុរសធ្វើឲ្យអន្តរាយដល់វងត្រកូលដុតរោងទៀននឹងមានសេចក្តីកំណាញ់ស្វិតស្វាញណាស់ឥឡូវនេះមានការកំពុងតែដាំនៅបាយបាយាសសំបីតែបុត្រភរិយារបស់ខ្លួនក៏មិនអោយបរិភោគឡើយក្នុងពេលនោះក៏បានប្រកាសហៅទាំងប្រកាសហៅនៅចន្ទទេវបុត្រសុរិយទេវបុត្រជាដើមមកទាំងអស់5ព្រះអង្គជុំគ្នា
រាប់ទាំងព្រះបរមពុរិស័ទដែលជាព្រះអិនផង5ព្រះអង្គមកជុំគ្នាដើម្បីនឹងទៅលើកនៅវង្សត្រកូលរបស់យើងដែលជាអ្នកធ្វើទាននឹងឡើងវិញព្រោះថាឥឡូវនេះចៅរបស់យើងដែលបានជាសេដ្ឋីកំណាញ់ស្វិតស្វាញខ្លាំងណាស់ហើយមានការធ្វើឲ្យអន្តរាយនៅរោងទានដុតរោងទានធ្វើឲ្យអ្នកសុំទានទាំងឡាយមានការស្រេកឃ្លានមិនបានទីពឹងប៉ុន្តែដំណើររបស់យើងនេះបើទៅព្រមគ្នាលោកសេដ្ឋីនឹងគាត់ប្រកាសជាបែកទ្រូងស្លាប់ហើយអញ្ចឹងគឺថាទុកឲ្យយើងទៅមុនកាលដែលយើងបានកន្លែងអង្គុយហើយអ្នកទាំងឡាយសុំទៅជាបន្តម្ដងមួយអង្គចុះក្នុងការនោះព្រះបរមពុរិស័ទដែលជាព្រះអិនក៏បាននិមិត្តជាព្រាហ្មណ៍ម្នាក់ទៀតធ្វើជាវង្វេងផ្លូវអ្នកយាមឯមុខឯណោះព្រះអិនចេញពីក្រោយមកទៀតជាតាព្រាហ្មណ៍មកងក់មកដល់សួរលោកសេដ្ឋីជួបលោកសេដ្ឋីសួរលោកសេដ្ឋីអ្នកដល់ចម្រើនហើយផ្លូវទៅក្រុងពេរាណសីហ្នឹងទៅតាមផ្លូវណាលោកសេដ្ឋីហ្នឹងគាត់ថាក៏មកអ្នកណាមកហ្នឹងបានជាចាត់ឲ្យមានអ្នកយាមឥឡូវលិចពីក្រោយមកគាត់ឈួរមកពាំងកន្លែងគាត់ដាំបាយយ៉ាស់ហ្នឹងឈួរពាំងគាត់ថាតាព្រាហ្មណ៍ឯងឈួតទេហ៎គ្រាន់តែក្រុងពរាណសីមិនស្គាល់ដែរដើរមកអីផ្លូវនេះណោះផ្លូវមុខផ្លូវធំមកទៅស្រែកអញ្ចឹងហើយតាព្រាហ្មណ៍នោះឮប៉ុន្តែធ្វើអត់ឮទៀតធ្វើអត់ឮដើរចូលទៅត្រុកមកថាម៉េចអ្នកថាម៉េចផ្លូវទៅណាដើរចូលមកបានលោកសេដ្ឋីហ្នឹងខឹងម្ដងព្រាហ្មណ៍តន្លង់នេះមនុស្សកង្ខូចថាក៏មកចូលមកណោផ្លូវទៅណោទៅបណ្ដេញអញ្ចឹងទៅខ្លាចចូលមកឃើញតាយ៉ាព្រាហ្មណ៍ចូលមកមានបានចេញទៅវិញឯណាទៀតលោកសេដ្ឋីហើយមិនចាំបាច់ស្រែកលោឡាហើយចុះធ្វើអីមានផ្សែងមានអីពីក្រោយហ្នឹងចាឈួរបាំងភ្លើងអាមិនចិត្តទៀតហុយឲ្យពងហ្នឹងហើយប្រហែលជាដាំបាយយ៉ាស់អីហើយមកទៅហើយចំនួនជាអញ្ជើញពួកព្រាហ្មណ៍ដតីមកឆាន់ហើយចាំមើលតែព្រាហ្មណ៍មកឆាន់ណាខ្ញុំនឹងបានបរិភោគខ្លះមិនខាននេះចង្អៀតចង្អល់ចិត្តថាទេយើងគ្មានអញ្ជើញព្រាហ្មណ៍អញ្ជើញអីណាមកឆាន់ទេនឹងលោកសេដ្ឋីកុំតន់ខឹងក្រោតអីបើសិនជាមិនមានព្រាហ្មណ៍ដតីមកឆាន់ទេលោកសេដ្ឋីបរិភោគរួចហើយគង់តែបានខ្ញុំខ្លះពុំខានឡើយខ្ញុំឃ្លានណាស់លោកសេដ្ឋីនឹងគាត់ចង្អៀតចង្អល់ចិត្តមែនទេណាទៀតពេលហ្នឹងដែលគាត់ប្រឹងប្រែងដល់ម្លឹងហើយស្រាប់តែមកជួបប្រទេសរឿងហ្នឹងតែមកក្របក៏យើងមកឲ្យតាព្រាហ្មណ៍ឯងដែរស្រែកអញ្ចឹងតែមកក្របក៏មកឲ្យដែរបាយយ៉ាស់ហ្នឹងមានតែមកល្មមសម្រាប់យើងនឹងឯងទៅរស់សុំមិនដែរណីទៀតទៅបណ្ដេញអញ្ចឹងបានព្រះបរមពុរិស័ទនឹងថាបើអញ្ចឹងខ្ញុំសូមពោលធម៌ដែលមានសម្លេងដល់ពីរោះគ្មានធัวគ្មានអីទេឆាប់ទៅដែរមិនព្រមស្ដាប់ធัวទៀតទេគ្រាន់តែថាគ្មានធัวគ្មានអីមិនព្រមស្ដាប់ទេឲ្យទៅប៉ុណ្ណឹងព្រាហ្មណ៍ហ្នឹងសំដែងហ្មងទោះជាមិនថាស្ដាប់ក៏ដោយសំដែងថាបុគ្គលដែលមាននៅទ្រព្យសម្បត្តិតិចក៏គួរតែឲ្យតាមតិចបុគ្គលដែលមានមធ្យមក៏គួរតែឲ្យតាមមធ្យមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនក៏គួរតែឲ្យច្រើនដែលថាមិនឲ្យនោះមិនសមគួរឡើយណាកោសយៈសេដ្ឋីយើងសូមប្រាប់អ្នក
ចូលឡើងកាន់ផ្លូវរបស់ព្រះអរិយៈចូលឲ្យទានហើយចូលបរិភោគការបរិភោគតែឯងពុំអាចស្វែងរកសេចក្តីសុខបានឡើយពោលប៉ុណ្ណឹងពីគាថាទាំងដោយសេចក្តីប៉ុណ្ណឹងលោកសិទ្ធិហ្នឹងគាត់ស្ដាប់ពាក្យអញ្ចឹងទៅគាត់ចង្អៀតចង្អល់ចិត្តគាត់ច្រើនណាស់ប៉ុន្តែថាបំណាច់នឹងតាព្រាមពោលធัวមានសម្លេងពីរោះប៉ុណ្ណឹងហើយថាតាព្រាមឯងអង្គុយចាំសិនចាំយើងឲ្យបន្តិចចាំឲ្យបន្តិចគ្រាន់តែបានព្រះបរមពុរិស័ទមានកន្លែងដែលសំគួរគង់អង្គុយរួចអញ្ចឹងទៅចាំតេទេវបុត្រមកទៀតទៀតចាំតេទេវបុត្រមកទៀតបានធ្វើទំនងដូចមុនទៀតទំនងដូចតែមុនអញ្ចឹងរួចទៅក៏បានសុំពោលនៅធัวទោះជាលោកជាថៃថាមិនត្រូវការស្ដាប់អីក៏ដោយក៏បានពោលជាធัวឡើងពោលជាធัวនឹងបានពោលដោយសេចក្តីថាការដែលភ្ញៀវមកដល់ហើយអង្គុយនៅហើយបុគ្គលបរិភោគតែឯងពលីកម្មនៃបុគ្គលនោះរមែងប្រសិទ្ធៈនៅផលការស្វែងរកនៅសម្បត្តិនៃបុគ្គលនោះមិនមានប្រយោជន៍អ្វីឡើយណែលោកសិទ្ធិខ្ញុំសូមប្រាប់ពាក្យដល់អ្នកសូមលោកឡើងកម្មផ្លូវរបស់ព្រះអរិយៈចូលឲ្យទានហើយចូលបរិភោគដោយខ្លួនឯងព្រោះថាបើបុគ្គលបរិភោគតែឯងពុំបានឲ្យទានទេនោះពុំអាចស្វែងរកនៅសេចក្តីសុខបានឡើយពោលអញ្ចឹងទៅលោកសិទ្ធិនឹងក៏ថាមកទៅអង្គុយជិតគ្នាទៅចាំយើងឲ្យបន្តិចនឹងរួចទៅសរិយៈទេវបុត្រមកទៀតទាំងសរិយៈទេវបុត្រមកទៀតបានពោលនៅពាក្យតទៅទៀតមានទំនងដូចមុនអញ្ចឹងពោលនៅពាក្យជាធัวថាកាលដែលភ្ញៀវមកដល់ហើយអង្គុយនៅហើយបុគ្គលមិនបរិភោគតែឯងទេបានឲ្យដល់ភ្ញៀវនោះពលីកម្មរបស់បុគ្គលនោះមិនប្រសិទ្ធៈផលឡើយទាំងទ្រព្យសម្បត្តិដែលរកបានមកនោះមិនអត់ប្រយោជន៍ដែរណែលោកសេដ្ឋីខ្ញុំសូមប្រាប់អ្នកសូមឲ្យលោកបានឡើងកាន់ផ្លូវរបស់ព្រះអរិយៈចូលឲ្យទានចូលបរិភោគព្រោះថាបុគ្គលបរិភោគតែឯងពុំអាចស្វែងរកសេចក្តីសុខបានឡើយនឹងកាន់តែចង្អៀតចង្អល់ហើយមកបន្តណាគាត់មិនមានបំណងចង់ឲ្យទេប៉ុន្តែដល់តែបានឮមានការសម្ដែងព្រះធម៌អញ្ចឹងមានពាក្យជាសុភាសិតអញ្ចឹងគាត់រឹងខ្លួនណាដែលថាមិនឲ្យមិនបានណានៅពាក្យសម្ដីទាំងអស់ហ្នឹងចឹងទៅគាត់ថាឲ្យទៅអង្គុយជាមួយគ្នាទៅចាំគាត់ឲ្យបន្តិចដែរចាកណាតែនរួចទៅបានមកទៀតមកមេត្តល័យទេវបុត្រមកទៀតទាំងហ្នឹងមេត្តល័យទេវបុត្រមកទៀតមកហ្នឹងបានពោលនៅធัวទៀតមានន័យពីរោះទៀតបញ្ចសិក្ខៈទេវបុត្រដែលជាឪពុករបស់សិទ្ធិហ្នឹងក៏មកបន្តឥឡូវនៅក្នុងខ្សែបន្តមកខ្ញុំកណ្ដាខ្ញុំបាននឹងសម្ដែងបន្តទៅនៅក្នុងសុធាភោជនៈជាដកមិនសម្ដែងអស់ទេសំខាន់ខ្ញុំកណ្ដាខ្ញុំបានហ្នឹងចង់បញ្ជាក់អំពីចន្ទៈទេវបុត្រនិងសុរិយៈទេវបុត្រដើម្បីកាត់នៅសេចក្តីសង្ស័យឬក៏ការស្រពេចស្រពិលយ៉ាងណារបស់យើងជាពុទ្ធបរិស័ទហ្នឹងអាស្រ័យការដែលយើងមានសទ្ធាជឿការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធស្រាប់នឹងបើខ្ញុំកណ្ដាលខ្ញុំបាទមិនឆ្លៀតយកមកសម្ដែងទេមិនមានអីជាទីអាងឲ្យធំដុំថាអាចមានទេវបុត្រនៅនឹងព្រះច័ន្ទនៅនឹងព្រះអាទិត្យទាំងក៏ណាមហើយក្នុងសុធាភោជនៈជាដកនៅក្នុងអាស័យតេនិបាតមានប្រគាថាច្រើនណាស់80គាថាហ្នឹងមានទៅអរតនីមកអស់ឯណាទៀតនឹងគ្រាន់តែដើម្បីបញ្ជាក់តួអង្គដែលប្រព្រឹត្តទៅដូចជាណាបញ្ចសិក្ខៈទេវបុត្រដែលជាបិតារបស់
mạch hạ rì thì thấy nó nâng chỉ ở cục nâng bàn máu chỉ pre nở rốt nó nâng bánh chạ xì khả nâng ai mẹ tờ lấy tê vào bọt nó đại chỉ ở cục rồi bỏ bánh chạ xì khả nâng bàn chỉ pre hẳn nón nó nâng cứ tua pre hẳn nón nó cái nòng cao nó nâng hay ở cục rồi bỏ mẹ tờ lấy cứ sọ rì tê vào bọt tiếng nâng sọ rì tê vào bọt nâng cứ pre maha ca sập bạc nâng pre maha ca sập bạc lọp chia bày đa rồi bỏ pre hàm nòng hay chăm tiệ tê vào bọt đây chia bày đa rồi bỏ sầu dễ tê vào bọt nó cứ pre ma mô cả liền nâng sát tê tu ông đây lọp phơi chia chăm tiệ tê vào bọt sầu dễ tê vào bọt hai nâng hay nòng tu ông nâng còn miên pre niên ở bò lò vằn na phong đá đây nòng cả nó chỉ côn rồi bỏ pre ed cái câu nó bong pre barom bodhisattva để nhằm cả nam chiếm bát nên sẵn khai trút sự đây chỉ trong cào từ bàn tay ở lấy mặt đó trong cầm này để tha thì thầy cầm nanh nhúng quật từ tuột priệt nướng bàn bầy ong này cứ priam đại chia pre en cứ pre barom bodhisattva nâng priam đây là chia chăm tiệ tê vào bọt đờiจิตtuในព្រះមហាមោគលានទៀតនឹងហើយសរិយៈទេវបុត្រនឹងដែលจิตtuនៃព្រះមហាកស្សបៈនឹងណានឹងហើយដល់ទៅព្រាហ្មណ៍ទី4ព្រាហ្មណ៍ទី4ហ្នឹងគឺមេត្តល័យទេវបុត្រណាដែលจิตtuព្រះអនន្តក្នុងកាលនោះក៏និមន្តមកទៀតព្រាហ្មណ៍ហ្នឹងនិមិត្តជាព្រាបហ្នឹងមកฝากសួរផ្លូវអីរបៀបដូចមុនម្ល៉េះហើយលោកសិទ្ធិហ្នឹងគាត់ចង្អៀតចង្អល់ចិត្តគាត់មានតែតិចអីទេណាខំឲ្យវាស្ងាត់តែឯងគ្រាន់តែប្រពន្ធមិនឲ្យមកក្បែរផងកណ្ដាលគុណម្ចាស់ពិចារណាទឹកចិត្តមើលឲ្យដល់មកជួបភ្ញៀវអីម្នាក់ហើយម្នាក់ទៀតប៉ុណ្ណឹងទៅចង្អៀតចង្អល់ប៉ុណ្ណាទៅប៉ុន្តែបើទៅថាការដែលបានស្ដាប់នៅព្រះគាថាហើយគឺជាគាថារបស់ព្រាហ្មណ៍បើខ្លួនឯងមិនឲ្យបាយខ្លះអាហ្នឹងវាហួសហេតុពេកទៅសេដ្ឋីហ្នឹងណានឹងដែលបានស្ដាប់គាថាបើកុំតែបានស្ដាប់គាថាហ្នឹងម្លេះដេញទីណាត់ទីណែកមែនទេណាទាំងឥឡូវបានស្ដាប់ទៅថាអង្គុយក្បែរគ្នាហ្នឹងហើយចាំយើងឲ្យបន្តិចដល់ទៅព្រាហ្មណ៍ទី4ហ្នឹងបានមកសម្ដែងទៅគាថាហ្នឹងដោយសេចក្តីថាបុគ្គលដែលបូជានៅនឹងទន្លេពហុកានៅនឹងស្ទឹងកិយានៅនឹងកំពង់ទឹកតូនណៈកំពង់តេមវរុនិងប្រស័យទឹកដែលហូរទៅកម្មមហាសមុទ្រនោះយ៉ាងណាក៏គង់តែមានផលយ៉ាងណាចំពោះការបូជារបស់អ្នកដល់ភ្ញៀវនឹងថាមិនមានផលដូចម្ដេចបានណែកោសិយៈសិទ្ធិខ្ញុំសូមប្រាប់អ្នកចូលឡើងកម្មផ្លូវរបស់ព្រះអរិយៈចូលឲ្យទានផងបរិភោគផងព្រោះថាបុគ្គលបរិភោគតែឯងមិនអាចស្វែងរកសេចក្តីសុខបានឡើយនឹងគឺពាក្យរបស់មេត្តល័យទេវបុត្រទាំងដែលថាបុគ្គលបូជាទៅតាមទន្លេពហុកាស្ទឹងកិយាអីហ្នឹងចំពោះអ្នកបូជាទៅដល់ពពួកនាគឬក៏បូជាទៅដល់ពពួកយក្សទាំងឡាយនៅតាមស្រះនៅតាមនាគអីហ្នឹងដោយពលីកម្មរបស់គេនោះការដែលបូជាប៉ុណ្ណឹងក៏មិនមែនថាឥតផលដែរទេការបូជាអញ្ចឹងក៏អាចមានផលដែរនឹងចុះសម្រាប់ដល់ទៅភ្ញៀវមកដល់ហើយនឹងការបូជានឹងថាមិនមានផលដូចម្ដេចអាហ្នឹងក្នុងន័យអញ្ចឹងណាទេនឹងមិនគួរបរិភោគតែឯងឲ្យភ្ញៀវអត់ទេព្រោះការបរិភោគតែឯងមិនអាចស្វែងរកសេចក្តីសុខបានឡើយចូលឲ្យលោកសិទ្ធិនឹងឡើងកម្មផ្លូវរបស់ព្រះអរិយៈណាផ្លូវរបស់ព្រះអរិយៈផ្លូវអីចឹងគឺការធ្វើទានហ្នឹងផ្លូវព្រះអរិយៈណាទានមិនមែនផ្លូវឡានមិនមែនផ្លូវរទេះមិនមែនផ្លូវយន្តហោះទេ
nàoព្រះអរិយលោកមានផ្លូវដើរទៅកម្មព្រះនិព្វានហ្នឹងគឺការឲ្យទានជាដើមហ្នឹងណានឹងឲ្យបានជ្រាបចឹងមិនមែនដាក់ល្មមទេប្រកាសណាគុណម្ចាស់ក៏អាចធ្វើទានបានជាសារនិយធัวសំគួរតាមវិន័យញាតិញោមបងប្អូនប្រុសស្រីរឹងរិតតែបានហើយត្រូវដឹងថានៅពេលមានកល្យាណធัวដូចជាទានសិលអីហ្នឹងណាគឺជាផ្លូវរបស់ព្រះអរិយហើយជ្រាបថាមានផ្លូវរបស់ព្រះអរិយទេនឹងព្រះអរិយលោកដើរតាមផ្លូវហ្នឹងបានទេចឹងទានជ្រះថ្លាទេនឹងចឹងដូចជាការដែលយើងកសាងប្រគុណកតអីនេះខ្ញុំកណ្ដាលខ្ញុំបានចិត្តនឹកឃើញប៉ុននឹងច្រើនណាស់ទៀតណាពីព្រោះយើងដូចជាចំពោះព្រះសម្មាសម្ពុទ្ធដូចជាអញ្ចឹងហើយខ្ញុំធ្លាប់បានឃើញរឿងរ៉ាវខ្លះដូចជាមានអង្គរៈទេវបុត្រនិងឥន្ទកៈទេវបុត្រអីណាអង្គរៈទេវបុត្រកាលដែលនៅជាមនុស្សដាំបាយចែកទាននឹងរាប់តែរួយខ្ទះថ្នោតទានក្នុងមួយថ្ងៃអ្នកសុំទានរាប់តែពាន់ម៉ឺនអ្នកឲ្យរាប់ខែរាប់ឆ្នាំឲ្យនឹងមិនមែនតិចថ្ងៃទេក្រោយពីស្លាប់គាត់បានទៅកើតឋានតើវតឹងដែរប៉ុន្តែមានស័ក្តិតូចជាងឥន្ទកៈទេវបុត្រឥន្ទកៈបរងបានដាក់បាតព្រះអនុរុទ្ធមួយវែកទៀតហើយតែមួយវែកគាត់ដាក់បាយទៅក្នុងបាតព្រះអនុរុទ្ធជាតេខណីយបុគ្គលប្រសើរប៉ុណ្ណឹងទានរបស់គាត់ក្រោយពីអស់ជីវិតទៅកើតឋានតើវតឹងដែរនៅពេលព្រះអង្គទ្រង់ស្ដេចយាងទៅសម្ដែងនៅប្រធัวនៅនាឋានតើវតឹងណាទៀតអង្គរៈទេវបុត្រនឹងមុនដំបូងនៅចិត្តអាសនៈរបស់ព្រះប៉ុន្តែក្រោយមកទេវតាមានស័ក្តិធំមកឯងចិត្តថយទៅក្រោយថយទៅទាល់តែលឹមម្ដងរាប់យោជពីអាសនៈរបស់ព្រះសម្ដែងធัวស្រាប់តែឥន្ទកៈទេវបុត្រនៅជាប់នឹងអាសនៈសម្ដែងធัวរបស់ព្រះតណាគុណចាស់ចាណាមើលទៀតត្រឹមបាយតែមួយវែកសោះនឹងមកពីអីមកអំពីព្រះអនុរុទ្ធមួយអង្គនឹងណាប្រសើរជាងមនុស្សរាប់ម៉ឺននាក់ប្រសើរមែនទេប្រសើរជាងមនុស្សរាប់ម៉ឺននាក់ដែលមនុស្សនោះឯងមិនមានគុណធម៌មិនមានគុណធម៌ដល់ពងខ្ពស់ណាបូករួមរាប់ម៉ឺននាក់ហើយទទួលទានរាប់ខែរាប់ឆ្នាំទានសំបីប៉ុណ្ណឹងក៏មិនស្មើព្រះអនុរុទ្ធមួយអង្គដែលជាព្រះអរហន្តហើយចុះដូចជាការដែលយើងបានបូជាចំពោះព្រះសម្មាសម្ពុទ្ធនឹងបន់វាសម្រេចនៅលើចេតនាផ្សំជាមួយសេចក្តីជ្រះថ្លាក្នុងគុណព្រះពុទ្ធឯនេះតើបុត្រនឹងច្រើនប៉ុណ្ណាទៅមិនចាំបាច់អីច្រើនទេណាគ្រាន់តែជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធហើយយើងសម្អាតទីកន្លែងរបស់ព្រះពុទ្ធដោយមានពុទ្ធានុសតិបុត្រនឹងច្រើនណាស់រាប់មិនបានប្រមាណមិនអស់ទេហ្នឹងគ្រាន់តែរើសសម្រាមមួយដើម្បីថាឲ្យកន្លែងព្រះពុទ្ធស្អាតហើយប្រពយកការជ្រះថ្លាជាធំក្នុងការសម្អាតហ្នឹងណានឹងចឹងដូច្នេះគឺថាទានទាំងឡាយជាកន្លងផ្លូវរបស់ព្រះអរិយដែលជាទានបារមីជាសីលបារមីត្រូវជ្រះថ្លាណាការដែលយើងប្រព្រឹត្តនៅបុណ្យកុសលគឺឈ្មោះតែយើងធ្វើតាមឱវាទព្រះសម្មាសម្ពុទ្ធហើយនឹងឲ្យមានសតិនឹងច្រើនថ្នាក់ទានថ្នាក់សិលថ្នាក់ស្ដាប់ធម៌ថ្នាក់រៀនធម៌ទៅសតិអស់នឹងច្រើនទៅក៏ជាឧបការៈឲ្យមានសតិថ្នាក់សតិប្បដ្ឋានណាអាចសិក្សារូបធម៌និងនាមធម៌នឹងមិនដល់ថ្នាក់ល្ងិតពេកទៀតដើម្បីនឹងប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងជាទូខ្លួននឹងខ្លាំងពេកហ្នឹងវាមិនល្ងិតដល់តែប៉ុណ្ណឹងពេកណាវាគង់នឹងបានអាចដើម្បីមានស្មារតីចេះពិចារណាភាករលឹកឃើញថាមិនគួរបើអីដើម្បីនឹងប្រកាន់នៅបញ្ចខណ្ឌដែលជាសង្ខារធัวនឹងថាជាអញអីសោះហើយនឹងវាអាចមានឱកាសព្យាយាមសិក្សាបន្តទៅដើម្បីនឹងដាក់ចុះនៅខណ្ឌភារៈនេះចោលហ្នឹងចឹងទៅហើយបន្តទៅអំពីព្រាហ្មណ៍ទី4ហ្នឹងក៏បានទទួលពាក្យរបស់សិទ្ធិកំណាញ់នឹងដែរថាបើអញ្ចឹងតាព្រាហ្មណ៍ឯងនឹងទៅអង្គុយក្បែរគ្នាទៅចាំយើងឲ្យបន្តិចដែរបំណាច់នឹងបានពោលនៅគាថាហើយស្រាប់តែព្រាហ្មណ៍ទី5មកទៀតហ្នឹងចំលើឪហ្នឹងឪបង្កើតបញ្ចសិក្ខៈហ្នឹងហើយក៏មកសំដែងវិគាថាដែរវិគាថាហ្នឹងរៀងបែបធ្ងន់បន្តិច
thà chế thá ca để phiêu màu hơi hay bậc cô nước bò thì phốt tại ánh bậc cô nước đôi chìa tây để lẹp nuôi nâng khai sừng túi để miên sai về dân nàng riêng bạch nguồn bẩn tay nhất nó tiền đó lẹp nuôi để kịp bạch nâng khai sừng túi để miên sai về nâng chậm để thà sai về những đôi chỉ đây thà mình toàn đăng thà chọt sừng túi ấy cái đấy sụt bài hay đấy tạm sai về những cái đó đòi từ o sừng thân sai tiện cấp bạn đăng thà năng chẳng ca để bà cô sập bài thì o đi đây năng sầm bạc sập bạc luôn để xoay ngược bàn máu đòi mình bán ao tiền đòi nhẹ đợt tí mà nè trọc sầm bạc năng mua thọ ót và giao tiền sầm bay để luôn anh có mình bán bò thì phô ơi ai đôi chỉ ta phải riêng anh chẳng trọc sầm bạc năng miên phải giao anh miên đôi ót nó năng thấy chọt năng thay sừng tôi chỉ là bọc tiền hay chẳng đôi chân này chùm po bành chạ xịt hạ tệ bọt năng po bẩn to tới đôi môn chẳng càng cào đôi môn vì pro vì sai tiền càng cào những đôi môn cướp tiền pram ong priềm năng đại thảm này cao xịt dạ xịt thầy dưỡng xôm prap nè cho lan cầm phơi là bọc pre ở đây nhé cho ao tiền phong cho bò được phô phong rồi bọc cỡ bò đi phụcแต่ai nhá mình ai phải như rốt thì cái đây sốc bàn lại group tem pram vào ông po lôi kia này đấy tiền càng chống đó năng bị pro bị say na đập chẳng rồi tới chẳng tăng cười các bài kia đang chẳng dường ai vẫn tịch ở chọc chua bằng phải phơi ha nghĩa mà thật lọt mơ bài mà đong ngầm mà sẽ tu tiệt sân chẳng cho anh em cười năng ai cười chẳng ọc này là tu bài mơ đang cho anh này chẳng lẽ anh nằm kia vô sập chớ mà vẫn đã anh tỉnh mà nè năng tiêm chẳng pram ong năng tiền nâng cười nghiêm miền cao từ bay sập chơi đã lúc sẽ đầy tới đã lúc đầy nó sập từ về từ đó prey hay mà tiền mấy tập ban sập chơi làm thom mà ấy sẽ thay cầm nành những cốt mình pơ ấy nâng rít từ bo priệp nâng đòi sẽ cái đây cầm nành krup sừng cốt khăng tiền ót toàn hiệp ấy đấy là nắng đó mới đó là phần nắng để ẩm nai ba krup sừng cốt chất khăng tới đòi từ priệp miền rít sầm đen quân vì say phần nắng ấy khơi hái thơ mình đâm rồi quân vì say nâng mình smile nâng này phải ra bảo anh mà năng đi đây rít tới thưa mình đăng thì ọt miên nhẹ phải ấy nâng rít để thà lúc đây vì nâng từ đó prey hay mà biến nâng lục từ của vài ná mờ phật trong đây mình từng khơi nói sập để bàn sập màu thông thống từ nhẹ phải là sập thông này nè cả ấy cho vô sập vào pan năng máu bay trong miệng rồi tích năng nhậm đạn mấy bàn nè từ bay sập từ kí đi cả sập sừng cài máu ở trao là sập thông nâng tới đây từ bay sập cực ký và phần ná thì sập cực ký rồi từ mũi nó ở vô sập cực ký nâng bám vô sập cực ký sập sợi cây nâng đông bay sập cực ký nơi khắp bài nâng màu cái đó là bay bắt nó sập cực ký nâng thống đến thật thông và phần khai nè cho cam sâm màu phùm và phần nâng trong đây đang tham mấy giờ lấy việc sập cực kỳ rồi và phần năng ấy phần tay cao để thà quất mình pơ nâng rất rồi bỏ priêm nâng ạ tầm luôn chỉ cất thể priêm để che vết tầm muôn để chẳng anh chọn bàn bài trao để thôi chẳng thế nâng ở phơi sập đến tôi chỉ thông nó chọn bàn bài anh trao và tôi chỉ cất chẳng tới mình ban đầm bay nằng nhẹ phao chia pha ấy nằng côn vì say rồi bỏ priêm thế tiền chẳng đã ai đủ mà slap priêm đã anh thông một phần ná thông đó rằng anh mà slap priêm ấy đó đã là slap priêm tới đã tới tăng pi priêm ti mũi đã priêm ti pram tới mơ tới bay đến bên mình sro còn ba priêm nằng bầm sro nhưng bên ấy anh đã ai nên phần năng mình ban thay mấy chứ đây phần năng anh mà slap priê năng
តែអ្នកបាយអត់អស់ទៀតបាយតែដួសដាក់ប៉ុណ្ណឹងហើយនៅប៉ុណ្ណឹងមិនស្រកមិនស្រត់អីទៅទេប៉ុណ្ណឹងហើយនៅមិនទាន់នឹកជ្រះថ្លានឹងព្រាមទៀតអត់ទាន់ទេរឿងបាបរឿងអកុសលដែលគ្របសង្កត់ចិត្តហ្នឹងខ្លាំងដល់ប៉ុណ្ណឹងណាទៀតធ្ងន់ដល់ប៉ុណ្ណឹងណារឿងក្នុងយើងសម័យហ្នឹងក៏មានចឹងដែរដែលបាបខ្លាំងគ្របសង្កត់ចិត្តហើយមិនអាចឃើញភាពដ៏ប្រសើរឬក៏គុណដ៏ថ្លៃថ្លារបស់លោកអ្នកដែលមានគុណដោយសីលគុណឬដោយកល្យាណធម៌ទេមិនអាចនឹងបានយល់បានដឹងបានឃើញអីទាំងអស់ព្រោះហេតុតែបាបអកុសលគ្របសង្កត់ណាតែរឿងហ្នឹងខ្លាំងណាស់ងងឹតណាស់ធ្ងន់ណាស់បាបអកុសលហ្នឹងយើងគិតមើលដូចជាកូនប្រុសស្រីអីដែលបទុសរាយនឹងមេត្តាបិតាមិនសិតតែធឺហ្នឹងមិនអញ្ចឹងទេតែគុណមេត្តាបិតាស្មើនឹងព្រះអរហន្តហើយស្រាប់តែកូនប្រុសស្រីដែលបាបធ្ងន់គ្របសង្កត់មានមើលឃើញគុណហ្នឹងឯណាហ្នឹងហើយយើងគិតមើលតែប៉ុណ្ណឹងបានថាកម្លាំងបាបហ្នឹងខ្លាំងណាស់គួរឲ្យខ្លាចណារហូតដល់តែជេរស្ដីបន្ទោសមេត្តាបិតារហូតដល់វាយប្រហារម៉ែឪហ្នឹងក៏តែមានដល់តែប៉ុណ្ណឹងយើងគិតមើលរឿងអីហ្នឹងមិនរឿងបាបហើយគុណប្រកបដោយព្រះមេវិហារធម៌សពគ្រប់ប្រការមានបានពិចារណាមានបានឃើញអីហ្នឹងសម្លឹងឃើញតែទោសយ៉ាងនេះទោសយ៉ាងនោះទៅវិញហ្នឹងហើយត្រង់រឿងការដែលមេត្តាបិតាចិញ្ចឹមថាហ្នឹងរឿងម៉ែឪគេត្រូវតែចិញ្ចឹមចឹងឯងបើទៅជាគិតឃើញចឹងទៅវិញណាបដិសេធគុណគឺជាគុណតាមសេចក្តីពិតហ្នឹងចោលអស់ទៅហ្នឹងដែលមិនឃើញគុណហ្នឹងចឹងដូចជាលោកសេដ្ឋីកំណាញ់ហ្នឹងចឹងហើយត្រង់ដែលគុណពិសេសរបស់ព្រាហ្មណ៍បណ្ណាគាត់មានបានឃើញគុណហ្នឹងដែលគួរឲ្យជ្រះថ្លាណាគាត់គិតទៅពីរឿងថាអ្នកទាំងអស់ហ្នឹងមកសុំបាយអញហ្នឹងអញវាគ្រាន់បើត្រង់ដែលមានបាយអ្នកដែលមកសុំហ្នឹងវាមិនដល់អញនឹងគិតអញ្ចឹងរួចហើយប៉ុណ្ណឹងបានហើយគាត់បែរមកបែរខ្នងដាក់ព្រាមហ្នឹងរៀងប្រឆិតបន្តិចកាន់ឆ្នាំងបាយហ្នឹងប្រំពិសានឹងឆ្នាំងហ្នឹងមិនបាច់ដួសដាក់ចានដាក់អីទេហើយស្រាប់តែពេលហ្នឹងឯងណាបញ្ចសិក្ខាទេវបុត្រដែលត្រូវជាឪនោះពេលហ្នឹងក៏ស្រាប់តែនិមិត្តធ្វើជាសត្វឆ្កែទាំងសត្វសំណក់មួយឯនោះមិនបានមើលក្រោយទេណាមកស្លាប់ព្រាមម្នាក់ឈប់មើលនិមិត្តជាឆ្កែមកធ្វើជាបន្ទោបងបស្សាវៈនោមបន្ទោបងដាក់ព្រាមឯនេះទេណាព្រាមឯនេះយកដៃពាំងស្លឹកកុំឲ្យទឹកនោមហ្នឹងវាចូលទៅត្រូវបាយណាធ្វើរៀបចំជាបរិភោគតាមពិតមានបរិភោគអីអាហារទេវតាមានតែចេះអីអត់ទេដល់ទៅពាំងទៅវាខ្ចាយឆ្កែខ្ចាយទឹកនោមឆ្កែនឹងប្រាជ្ញទៅវាទៅត្រូវដៃរបស់សិទ្ធិនោះបលាក់ទឹកនោមអស់ងាកមើលស្អីទឹកឈូចចោលមកឆ្កែនេះចំតែហ្មងចឹងបលាក់ដៃអស់ចឹងខ្ញុំផ្ញើឆ្នាំងបាយផងខ្ញុំទៅលាងដៃហើយទៅលាងដៃទៅលាងបែរមកវិញអាឆ្កែមកនោមដាក់ឆ្នាំងបាយឆ្កែឪណាឆ្កែឪហើយហ្នឹងប្រមានកូនអាហ្នឹងនៅលើឪខ្លាំងប្រមានកូនឲ្យណានៃម្ដងធ្វើជាឆ្កែនោមដាក់ឆ្នាំងបាយហ្មងឯនោះឃើញឆ្កែនោះហេហក់ពីថ្ងៃចាប់បានត្មងដេញឆ្កែគ្រាន់តែគិចមកផ្លេតស្រាប់ទៅជាធំប្រប៉ិនសេះទៀតឆ្កែឪហ្នឹងប៉ុន្តែដេញសិទ្ធិហ្នឹងវិញតែហ្នឹងខ្លាចរត់ឆ្វែលចុះឆ្វែលឡើងមកសុំឲ្យតាព្រាមនឹងជួយគ្រាន់តែមករកតាព្រាមនឹងជួយព្រឹបស្រាប់តែតាព្រាមនឹងបាត់ពីកន្លែងអង្គុយទៅនៅកណ្ដាលអាកាសទាំងអស់តែនៅកណ្ដាលអាកាសក្នុងភេទជាទេវតាឈប់នៅជាត្រៀមហ្នឹងប៉ុណ្ណឹងបានញើជើងខ្លាចឆ្កែហើយស្វែងរកទីពឹងនឹងចឹងឲ្យសុំបងប្អូនឲ្យជួយឲ្យឆ្កែលោកតាព្រាមឯងនឹងខ្ញុំខ្លាចបញ្ចេញចង្គោមម្ដងពើខ្មៅម្ដងពើក្រហមម្ដងពើដាងឲ្យឆ្កែនឹងមិនក៏ប្រកែអញ្ចឹងម្ដងតូចម្ដងធំរៀបរាប់សពគ្រប់ទៅហើយ
ក្នុងពេលហ្នឹងក៏បានសួរថាចុះលោកហ្នឹងជាអីនៅជាព្រាហ្មណ៍មនុស្សធម្មតាអីហើយចេះវេទមន្តផ្លែងភេទទៅជាអញ្ចឹងឬក៏មិនមែនជាមនុស្សទេសាកសួរទៅបានព្រះឥន្ទដែលជាព្រះបរមពុរិស័ទហ្នឹងរៀបរាប់ថាការដែលយើងមកនេះមិនមែនមកចង់បរិភោគបាយាសរបស់អ្នកទេគឺមកចង់ទូមានអ្នកចង់រំលឹកអ្នកព្រោះថាអ្នកក៏មិនមែនជាអ្នកដទៃដែរក៏គឺជាញាតិរបស់យើងហ្នឹងចឹងបានប្រាប់ថាព្រះអង្គហ្នឹងគឺជាអ្នកណាទៅហើយចន្ទៈទេវបុត្រសុរិយៈទេវបុត្រមេត្តល័យទេវបុត្រហើយឆ្កែហ្នឹងមិនគឺអ្នកណាគឺជាបិតារបស់អ្នកហ្នឹងណានឹងចឹងរៀបរាប់ចឹងទៅបានសាកសួរថាអញ្ចឹងការដែលលោកទាំងអស់ដែលបានជាទេវតាអញ្ចឹងដោយសារការដែលធ្វើទៀនហ្នឹងពិតមែនឬបានជាព្រះបរមពុរិស័ទនឹងថាក្នុងការដែលអ្នកមានសេចក្តីកំណាញ់កាត់នៅវងត្រកូលក្នុងការធ្វើទានរបស់យើងណាយើងដឹងថាអ្នកនឹងទៅកម្មនរកជាពំខានដែរប្រហែលដូច្នេះបានជាយើងមកទូមានអ្នកសូមឲ្យអ្នកនឹងឯងសាងនៅរោងទានឡើងវិញហើយឲ្យទានដល់អ្នកកំសត់ទូរគតឡើងក្នុងពេលនោះឯងបានលោកសិទ្ធិនឹងគាត់ចាប់បដិញ្ញាពីពេលនឹងមកថាបបិទ្ធលោកម្ចាស់គ្រប់ព្រះអង្គហើយចាប់តាំងពីថ្ងៃនេះទៅខ្ញុំដឹងខ្លួនហើយខ្ញុំនឹងទៅក្រាបទូលដល់ព្រះរាជាដើម្បីខ្ញុំនឹងធ្វើទានខ្ញុំកាលណាបើមិនបានធ្វើទានទេខ្ញុំមិនបរិភោគខ្លួនឯងឡើយសូម្បីតែទឹកក៏ខ្ញុំមិនផឹកដែរកាលដែលខ្ញុំធ្វើនៅទ្រព្យសម្បត្តិនោះសំគួរដល់កាលហើយខ្ញុំនឹងបួសពុំខានឡើយរួចចឹងទៅបានព្រះបរមពុរិស័ទជាដើមទូមានលោកសិទ្ធិនឹងឲ្យលះបង់នៅការយល់ខុសនៅសេចក្តីកំណាញ់នឹងអស់ហើយក៏បានទៅកាន់កន្លែងដើមទៅនឹងបានសិទ្ធិគាត់ត្រឡប់មកវិញក្រាបទូលព្រះរាជាសាងរោងទានធ្វើទានសំគូពេញចិត្តពេញស្លើមគាត់ហើយកាត់ចេញមកបួសជាតបោះទៀតនឹងកោសិយៈតបោះហ្នឹងបួសប្រព្រឹត្តនៅធัวអញ្ចឹងទៅមិនបានសម្រេចធានសម្រេចអីទេមានដំណើររៀបរាប់ថាក្នុងកាលនោះមានតបោះមួយអង្គទៀតគឺនេរតៈតបោះបានដល់ព្រះសិរីបុត្រទៀតក្នុងកាលនោះបួសជាតបោះមានរិទ្ធមានអភិញ្ញាក្រោយអំពីការដែលឆាន់នៅចង្ហាន់មានផ្លែឈើជាដើមនឹងរួចហើយទៅសម្រាកនៅឋានតាវតឹងទៅសម្រាកក្នុងកាលនោះបានផ្កាមួយធំមកយកមកកាន់ធ្វើជាឆាប់ព្រះតបោះណាទៀតហើយកូនរបស់ព្រះឥន្ទណាកូនរបស់ព្រះឥន្ទដែលជាព្រះបរមពុរិស័ទនឹងមានកូនស្រី4អង្គមួយគឺនាងអាសា2គឺនាងសិរី3គឺនាងសទ្ធា4គឺនាងហិរីហ្នឹង4អង្គហ្នឹងទេពធីតាហ្នឹងចេញទៅកំសាន្តសួនឧទ្យានជួបនឹងព្រះតបោះស្រឡាញ់ផ្កាហ្នឹងដែរផ្កាជាទេពហ្នឹងសុំព្រះតបោះថាបើនាងណាប្រសើរជាងគេយើងនឹងឲ្យផ្កាហ្នឹងដល់នាងហើយនាងទាំង4ហ្នឹងមិនហ៊ានជ្រើសរើសខ្លួនឯងទេថាសូមឲ្យលោកម្ចាស់ហ្នឹងតែងតាំងមកចោះតែព្រោះខ្ញុំហ្នឹងណាមួយប្រសើរជាងគេព្រះតបោះថាទេយើងមិនពោលនៅពាក្យដែលនាំឲ្យអ្នកទាំងឡាយឆ្លោះតោះតេងគ្នាឡើយព្រោះបើយើងជ្រើសរើសនាងហើយនាងនឹងមានការច្រណែនគ្នាហើយនឹងតោះតេងគ្នាពុំខានដូច្នេះនាងចូលទៅសួរបិតារបស់នាងចោះតើនាងណាគ្រាន់បើជាងគេនាងទាំង4ហ្នឹងត្រឡប់មកសួរបិតាវិញបិតាដើម្បីនឹងបញ្ជាក់សេចក្តីនេះក៏បានឲ្យមេត្តល័យទេបុត្រនឹងឯងយកនៅសទ្ធាភុជនទៀតដែលជាអាហារទឹកនឹងឯងទៅប្រគេនដល់តបោះកោសិយៈតបោះនោះដែលទើបតែបួសហើយថ្មីនោះណាដែលទើបតែឈប់កំណាញ់ហ្នឹងហើយឲ្យកូនស្រីទាំង4នឹងឯងទៅពោលធัวទៅពោលពាក្យជាធัวដល់តបោះហ្នឹងហើយបើតបោះនឹងឯង
ពេញចិត្តនាងណាគឺថាមុខតែមានការប្រទានឲ្យនៅសទ្ធាភោជននឹងដល់នាងនឹងមុនហើយទៅបរិភោគព្រោះមិនអាចដើម្បីនឹងបរិភោគដោយមិនបានឲ្យទានសិនទេនឹងក្នុងកាលនោះមេតល័យទេវបុត្រក៏បាននាំយកនៅសទ្ធាភោជននឹងមកក្នុងកាលនោះមិនបានបរិភោគឡើយព្រោះមិនទាន់បានឲ្យទានក៏បាននាងទាំង4នឹងឯងទៅឈរនៅជុំវិញព្រះតបោះទាំង4ទិសក្នុងកាលដែលបានពោលនៅគាថាហើយគណៈទានខ្ញុំគណៈសម្បត្តិរៀបរាប់បញ្ចប់សេចក្តីនៅក្នុងសុធាភោជនៈជាដក